សួស្តីអ្នកគ្នាជួបខ្ញុំអន្តរាជាមួយ Rafat Gaming បាទថ្ងៃហ្នឹងគឺខ្ញុំនៅអ្នកគ្នាមកមើលជាមួយនឹង skin event មួយដែលជា event ណាមុនទុន collab ជាមួយនឹង event Street Fighter ណាគ្នា event ហ្នឹងវាស្តៀងនឹង KS ដែរអ្នកគ្នាគ្រាន់តែវាចាប់អស់តិចជាង KS អញ្ចឹងណាអ្នកគ្នាហើយនេះគឺជាតួអង្គគៀនដែលត្រូវ collab គ្នាជាមួយនឹង Hero Chu ណាគ្នាអ្នកគ្នាមើលទៅសាច់ដុំទៅគឺថាប៉ុណ្ណាណៃអ្នកគ្នាជាពិសេស six page ហ្នឹងហ្មងអ្នកគ្នាហើយជំនាញ outfit ពណ៌ក្រហមសក់ពណ៌លឿងទៀតគ្នាគឺថា the best ខ្លាំងមែនតើហើយនេះគឺជា outfit ទី2អ្នកគ្នានិយាយទៅនេះជា event ដំបូងហើយដែលមុនទូនគាត់បានចេញជាមួយនឹង outfit អីចឹងណាអ្នកគ្នាហើយអ្នកគ្នាច្បាស់ជាដឹង event ធំគឺដែលមានជាមួយនឹង outfit ទី2ទេអ្នកគ្នាតែសម្រាប់ event Street Fighter នេះគឺមានអ្នកគ្នាតែឥឡូវយើងទៅមើល effect វាវិញនិយាយទៅការវាយបច្ចេកថាគឺវាចេញជាភ្លើងអញ្ចឹងអ្នកគ្នាគឺវានេះខ្លាំងមែនតើហើយ skill វាដិតណាគ្នាគឺវាដូចជាមួយនឹង skin KS ទេអ្នកគ្នា skin KS គឺវាពណ៌រៀងស្រាលជាងអញ្ចឹងណាតែសម្រាប់ skin Street Fighter នេះវិញគឺពណ៌ color វាគឺថាដិតខ្លាំងមែនតើអ្នកគ្នាទៅមើលជាមួយនឹង ultimate វិញគឺថា M ខ្លាំងមែនតើអ្នកគ្នាហើយបើយើងកលេចទៅមើលជាមួយនឹង skin ទី3វិញគឺថាស្អាតយកតែមែនតើហ្មងអ្នកគ្នាគឺទាត់មកគឺថារាប់ជាងជាលេខហើយវាចេញពណ៌ដិតណាឥឡូវយើងទៅមើលជាមួយនឹងតួអង្គថ្មីទៀតអ្នកគ្នាហើយនេះគឺជាតួអង្គបន្ទាប់ដែលជាតួអង្គ Goalie អ្នកគ្នាហើយ Goalie នេះគឺថាមិនសមជា Hero ដៃរត់ទេអ្នកគ្នាដោយសារតែមើលសាច់ដុំឯហ្នឹងរូបរាងទៅគឺថាធំខ្លាំងមែនតើអ្នកគ្នាតែធ្វើមិនទេមុនទួនគាត់ collab ជាមួយហើយគឺថាសមទៅទាំងអស់ហ្នឹងអ្នកគ្នាជាពិសេសគឺខ្ញុំឆ្កាញ់ត្រង់ថាពេលហក់ធាក់អ្នកគ្នាគឺថាទាត់កដាមុខយកហ្មងអ្នកគ្នាគឺថាអត់បណៃដៃទេនេះទាត់កដាមុខយកហ្មងអ្នកគ្នាជាពិសេសអ្នកគ្នាមើលទៅលើសក់ម៉ែឆ្ងាញ់ត្រង់សក់នឹងហ្មងគេសក់ដូចបំបោះហ្នឹងអ្នកគ្នាតែឥឡូវទៅមើល effect វិញហើយនេះគឺជាការវាយបច្ចេកថាអ្នកគ្នាគឺថាវាយឆ្វេងវាយស្ដាំអញ្ចឹងទៅវាចេញជាពណ៌បៃតងចាស់អ្នកគ្នាគឺថាវាស្អាតដែរអ្នកគ្នាជាពិសេសគឺពេលដែលវាយហ្នឹងគឺថា skill ទី1ចេញដូចខ្យល់គួចឯអ្នកគ្នាយើងមើលទៅអ្នកគ្នា skill ទី2ហក់បុកអីចឹងទៅហើយធាក់មួយជើងអញ្ចឹងទៅអ្នកគ្នាគឺហក់ធាក់មួយជើងក្រាមុខអញ្ចឹងទៅនិយាយទៅ skin ហ្នឹងគឺថាអែមខ្លាំងមែនតើអ្នកគ្នាយ៉ាងនេះមកអ្នកគ្នាយ៉ាងមានអំណាចមកពេលលេងទៅវានិយាយទៅ the best ខ្លាំងមែនតើមកឥឡូវខ្ញុំនៅអ្នកគ្នាស្ដាប់ស្លេងមិនដែរអ្នកគ្នា effect ប៉ុណ្ណឹងស្អាតនៅបាទឥឡូវយើងទៅមើលតួអង្គថ្មីម្ដងយើងថា skin ប្រុសទៅសាច់ដុំណាគ្នាបាទយើងកលេចមកមើល skin ស្រីនេះវិញជាតួអង្គឈុនលី collab គ្នាជាមួយនឹង skin Hero Gonavia អញ្ចឹងណាគ្នាមកគឺថា skin មួយនេះគឺថាធំខ្លាំងមែនតើណាគ្នានិយាយទៅអ្នកគ្នាមើលខ្លួនឯងទៅអ្នកគ្នាហើយនេះគឺជា outfit ទី2អ្នកគ្នា outfit ទី2បែបពណ៌សអញ្ចឹងទៅស្អាតដែរណាសើលើកជើងទាត់កថេកដល់កអ្នកគ្នាអញ្ចឹងបានគេ collab គ្នាជាមួយនឹង Gonavia អ្នកគ្នាដោយសារតែ Hero វាឆ្នះអញ្ចឹងណាគ្នាបាទឥឡូវយើងទៅមើល effect វាទាំងអស់គ្នាបាទចំណែកការវាយបច្ចេកថាវិញគឺថាវាចេញជាពណ៌ដិតអីចឹងទៅអ្នកគ្នានេះគឺជា skill ទី1អញ្ចឹងទៅវាហោះទៅបុក enemy ហើយ skill ទី2គឺថាលោតដំទៅវាចេញបែកថ្មមកអ្នកគ្នាដូចទៅនឹង skin X Naruto Sakura អ្នកគ្នា skin របស់ Kalia អ្នកគ្នាវាស្តៀងនឹង skin Kalia នឹងដែរអ្នកគ្នាហើយចំណែក skin ultimate ទី3វិញគឺថាទាត់កវីជើងអញ្ចឹងទៅអ្នកគ្នានិយាយទៅលយខ្លាំងមែនតើអ្នកគ្នា skin មួយហ្នឹងហើយអ្នកគ្នាគិតថាស្អាតណាស់អ្នកគ្នាបាទសម្រាប់ខ្ញុំថា skin មួយហ្នឹងគឺវាស្អាតដែរអ្នកគ្នានិយាយទៅវាស្អាតជាង skin KS អីចឹងណាអ្នកគ្នាបាទឥឡូវយើងទៅមើលតួអង្គថ្មីបន្តទៀតនេះគឺជាតួអង្គ Ryu ណាគ្នាដែលត្រូវ collab គ្នាជាមួយនឹង Hero Pakito ណាគ្នាហើយសម្រាប់ skin Ryu ហ្នឹងគឺថា outfit ពណ៌សអញ្ចឹងទៅនិយាយទៅសាច់ដុំវាមិនសូវជាធំជាងskin ឈូហ្នឹង skin នេះទេណាគ្នាតែខ្ញុំនេះណាគ្នាខ្ញុំឆ្ងល់កន្លែង skin outfit ទី2ណាគ្នាដូចមិនមែន outfit មែនណាគ្នាដូចមុខមែនណាគ្នាមកដូរមុខ
nè cái miền bột mọt miền ấy hay miền chỉ tới bẹt bay vào cái đứt bẹt bay vậy cái đứt tròn bay từ mặt cái độc nha cái này trắng là cái này trắng yêu từ một effect view mà một lần trà cái này សម្រាប់ការវាយបេសិកថាកវិញវារៀងស្អាតដែរណាគ្នាវាជិះសៀលអីចឹងទៅវាតំណងដែរណាគ្នានិយាយទៅអ្នកគ្នាមើលខ្លួនឯងបានណាគ្នាដោយសារតែខ្ញុំអត់ស្គាល់ skill Pakito ទេវាវល់ទេចឹងយើងស្ដាប់សលេងវាទាំងអស់គ្នាចឹងណាគ្នា一撃に込める皆さんねじ込むねじ込む一撃に込めるおりゃ皆さん一撃に込める一撃に込めるហើយចឹងវីដេអូខ្ញុំក៏មានតែប៉ុណ្្នឹងដែរហើយយើងចាំជួបគ្នានៅវីដេអូក្រោយបាយបាយ